សួស្តីអ្នកទាំងគ្នានៅក្នុងវីដេអូនេះគឺយើងពី HTML element អញ្ចឹង HTML element គឺជាផ្នែកមួយនៃកូដ HTML ដែលគេប្រើប្រាស់សម្រាប់បង្កើតគេហទំព័រ web page អញ្ចឹងវាមានគូផ្សំគ្នាជាមួយនឹង opening tag ហ្នឹងគឺជាប្រភេទ tag បើកហើយបន្ទាប់មកវាមាន content ហ្នឹងបានន័យថាអត្ថបទឬក៏មាតិកាបន្តមកទៀតយើងមាន closing tag ហ្នឹងគឺជាប្រភេទ tag បិទអញ្ចឹងកន្លែងនេះគឺជាឧទាហរណ៍យើងមាន p បើកបន្ទាប់មកយើងមានជាប្រភេទcontent របស់យើងដែលយើងនិយាយវាថាជា content ឬក៏មាតិកាហ្មងទៅនៅកណ្ដាលហ្នឹងព្រោះយើងនិយាយកន្លែងនេះគឺយើងនិយាយវាដាក់ឧទាហរណ៍ថាជា content ឬក៏មាតិកាអញ្ចឹងទៅអញ្ចឹងអានេះកន្លែងនេះ p បើកហើយកន្លែងនេះមាន p បិទហើយកណ្ដាលនេះគឺជា content អញ្ចឹងខាងក្រោមនេះក៏គេបញ្ជាក់ដែរ p នេះគឺជាប្រភេទ opening tag ប្រភេទ tag បិទហើយ hello មកនេះគឺជា content ហើយកន្លែងនេះគឺ p ដែលមានសញ្ញាស្លាស់នេះគេហៅថា closing tag អញ្ចឹងឧទាហរណ៍ផ្សេងទៀត heading element បែរថាចំណងជើងវាមាន h1 បើកបន្ទាប់មកមាន content នៅចំប្លុកកណ្ដាលបន្តមកទៀតមាន h1 បិទ h1 បើកហើយនិង h1 បិទហ្នឹងបែរថា closing tag កន្លែងនេះហើយកន្លែងនេះគឺ opening tag អូខេអញ្ចឹងមកប៉ុណ្ណឹងគឺគេហៅថា my element អញ្ចឹងវាផ្សំគ្នាជាមួយនឹង tag បើកមួយបន្ទាប់មកមាន content បន្ទាប់មកមាន tag បិទមួយទៀតអញ្ចឹងប៉ុណ្ណឹងគេហៅថា my element ខាងក្រោមនេះទៀត paragraph element ជាប្រភេទអត្ថបទអញ្ចឹងវាមាន p បើក p បិទហើយនឹង content នៅចំប្លុកកណ្ដាល paragraph នោះគឺតំណាងឲ្យអត្ថបទប៉ុណ្ណឹងគឺបាន my element ដែរហើយខាងលើនេះប៉ុណ្នេះក៏បាន my element ដែរអញ្ចឹងខាងក្រោមនេះវាមានឧទាហរណ៍អញ្ចឹងយើងចូលទៅដល់កន្លែងកូដរបស់យើងនេះមកទៅកន្លែង dot type HTML នេះគឺសម្រាប់បញ្ជាក់ប្រាប់ជ្រោមឬក៏ Google ថាវាជាប្រភេទភាសា HTML ចុងក្រោយហើយកន្លែងនេះគេហៅថា HTML tag កន្លែងនេះគឺ tag បើកបន្ទាប់មកខាងក្រោមផុតនេះក៏ HTML tag ដែរក៏ប៉ុន្តែវាជាប្រភេទ tag បិទអញ្ចឹង HTML គឺវាកដបអ្វីដែលនៅខាងក្រោមវាទាំងអស់នេះអញ្ចឹងអីក៏ដោយគឺសរសេរនៅក្នុង HTML tag មានបើកមួយហើយនិងបិទមួយបន្ទាប់ទៀតយើងមាន head នេះគឺ head បើកហើយខាងក្រោមនេះគឺ head បិទអញ្ចឹងនៅក្នុង head ហ្នឹងគឺវាប្រើប្រាស់សម្រាប់ដាក់ព័ត៌មានឲ្យ website របស់យើងដាក់ទីឲ្យយើងដាក់ចំណងជើងអីចឹងណាក៏ប៉ុន្តែកន្លែងហ្នឹងគឺវាអត់បង្ហាញនៅលើ screen ឲ្យយើងឃើញទេនៅពេលដែលយើង run code ទៅអញ្ចឹងមាន title tag កន្លែងនេះ title tag បើកបន្ទាប់មកកន្លែងកណ្ដាលនេះយើងមានយើងចង់ដាក់អីក៏បានដែរចំណងជើង website របស់យើងវាមានកន្លែងនេះខ្ញុំដាក់ថា my website បែរថានេះគឺជា website របស់ខ្ញុំចឹងទៅបន្ទាប់មកយើងបញ្ចប់ដោយ tag បិទបែរ title បិទទៅកន្លែងនេះ title tag បិទហើយកន្លែងកណ្ដាលនេះបើយើងនិយាយតាមការបញ្យល់របស់យើងមិនគឺកន្លែងនេះគេហៅថា opening tag ហើយកណ្ដាលនេះគឺ content បន្ទាប់មកយើងមាន closing tag មួយប៉ុណ្ណឹងគឺយើងបាន my element ហើយកន្លែង body នេះ body ហ្នឹងក៏មាន tag បើកមួយហើយបន្ទាប់មកក៏មាន tag បិទមួយដែរអញ្ចឹងនៅក្នុង body ហ្នឹងគឺជាអ្វីដែលយើងត្រូវសរសេរដើម្បីបង្ហាញនៅពេលដែលយើង run code ទៅអញ្ចឹងយើងមានដូចជា h1 បើកបន្ទាប់មកយើងមានcontent របស់យើង hello មកហើយបន្ទាប់មកយើងមាន h1 បិទប៉ុណ្ណឹងគឺយើងបានមក element បន្ទាប់មកយើងមាន p បើកបន្ទាប់មកយើងមាន content ឬក៏អត្ថបទអីចឹងណាបន្ទាប់មកយើងមាន p បិទអញ្ចឹងប៉ុណ្ណឹងក៏យើងបានមក element ដែរអូខេអញ្ចឹងយើងទៅ run code នៅទាំងអស់គ្នាយើងមើលលទ្ធផលអូខេអញ្ចឹងលទ្ធផលគឺយើងបានប៉ុណ្ណេះកន្លែង hello មកនេះគឺជាអ្វីដែលយើងសរសេរនៅក្នុង body ដែលកន្លែងនេះអូខេខ្ញុំសូមបើកសិននៅកន្លែងនេះ
ក្នុង body នេះហើយ hello មកហ្នឹងគឺកន្លែងតែ h1 តទៅទៀតយើងមាន this is my website កន្លែងហ្នឹងគឺដែលយើងសរសេរនៅក្នុង p បែរថាយើងសរសេរនៅក្នុង p បើកមួយហើយនឹងបិទមួយនេះកន្លែងនេះហើយកន្លែង head នេះគឺវាអត់បានបង្ហាញឲ្យយើងទេក៏ប៉ុន្តែវាបង្ហាញនៅកន្លែងនេះអាចមើលតាមសញ្ញាម៉ៅបានកន្លែងហ្នឹងគឺជាចំណងជើង website របស់យើងចង់ដាក់ក៏បានដែរចុះទីហើយយើងចង់ដូរទៅ title ហ្នឹងឥឡូវខ្ញុំលុប my ចុះខ្ញុំទុកទៅ website ទេហើយយើង save ទៅតោះមកយើងបើកកន្លែងជ្រោមយើងមកហើយយើង refresh ទៅវានឹងដូរនេះកន្លែងនេះគឺដូរទៅជា website ដូចគ្នានៅកន្លែង body នេះកន្លែង h1 កន្លែង p នេះគឺយើងអាចដូរបានក៏ប៉ុន្តែនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរយើង complete save ហើយបន្ទាប់មកយើងបើក Chrome របស់យើងមកបន្ទាប់មកយើង refresh មួយសិនទៅវាដំណើរការអញ្ចឹងអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា